នេះថ្ងៃទី8 ខែ 6 ឆ្នាំ 2025 បាទហើយជាថ្ងៃប្រវត្តិសាស្ត្រទៀតហើយសម្រាប់ច្រកអូស្មាច់យើងនេះគឺថៃបានបិទទ្វារបិទច្រកឯកតោភាគីបាទដោយមូលហេតុផ្សេងដែលគាត់លើកមកដែលយើងស្ដាប់ទៅមិនអាចទទួលយកបានបាទនេះគឺទស្សនវិជ្ជានៅក្នុងរបងមាត់ច្រកអូស្មាច់បាទគឺបានបិទហើយគេបើកតែ3ថ្ងៃក្នុងមួយសប្តាហ៍គឺថ្ងៃច័ន្ទថ្ងៃពុធនិងថ្ងៃសុក្របាទហើយបើកនោះមានម៉ោងកំណត់ទៀតបាទម៉ោង 8 ព្រឹករហូតដល់ម៉ោង 15 បាទបិទច្រកវិញបាទជាម៉ោងនេះគឺពាក្យមែនតើបាទចំពោះបងប្អូនដែលទៅរកសេវាព្យាបាលនៅក្នុងប្រទេសថៃបើទៅមួយថ្ងៃគឺហើយមិនតាន់ទេព្រោះបញ្ញាបាទបញ្ញាមែនតើបាទបើទៅមួយថ្ងៃហើយមិនតាន់ទេចាំពេទ្យឬក៏ពេទ្យឲ្យចាំឬផ្សេងទៀតអត់បានទេបាទនេះបាទទស្សនវិជ្ជាទូទៅនៅក្នុងច្រកអូស្មាច់បាទជាថ្ងៃប្រវត្តិសាស្ត្រហើយលើកទី2ហើយលើកទី3ហើយបាទទី3ទី4ហើយបាទតាមមើលស្កាយព្រឹកផងប៉ះស្កិចផងព្រះវិហារប៉ះស្កិចព្រះវិហារផងហើយកូវីដផងហើយលើនេះធ្ងន់តែម្ដងបាទបិទកូវីដយើងបិទដែរតែទំនិញអាចចេញចូលបានកិច្ចរស់បាទនេះនេះបិទតែ3ថ្ងៃបិទតែ3ថ្ងៃសុបតបាទបិទតែ3ថ្ងៃក្នុងបើក3ថ្ងៃក្នុងមួយសប្តាហ៍ទៅបាទធ្វើស្កប់ខាត់ល្អណាស់បាទវេលានេះវាម៉ោង7ព្រឹកហើយបាទ7ព្រឹកហើយសូមអរគុណបាទ